មេរៀនថ្ងៃនេះខ្ញុំនឹងចែករំលែកនឹងពាក់ព័ន្ធទៅនឹងបច្ចេកទេសឬក៏របៀបនៃការគិតបែបច្នៃប្រឌិតទៅលើផលិតផលនិងរបៀបគ្រប់គ្រងគម្រោងនឹងដើម្បីឈ្នះក្នុងការលេងហ្គេមព្រឹកមិញទី1យើងដឹងពីគុណតម្លៃរបស់ផលិតផលយើងតើផលិតផលរបស់យើងនឹងឲ្យអតិថិជនប្រើប្រាស់ទៅទទួលបានលទ្ធផលខ្លះហើយមួយទៀតគឺយើងដឹងអតិថិជនគោលដៅរបស់យើងតើយើងគួរលក់ឲ្យអ្នកណាយើងទទួលបានចំណេះដឹងថ្មីច្រើនបងទាក់ទងនឹងការរៀបចំផែនការផលិតផលរបស់យើងមានស្តង់ដារទៅកាន់អតិថិជនរបស់យើងទោះបីជាខ្ញុំធ្លាប់រៀនពីមុននៅខាងសាកលវិទ្យាល័យក៏ដោយប៉ុន្តែនៅពេលដែលយើងចូលមកម្ដងទៀតគឺយើងដូចរំលឹកមេរៀនថ្មីទៅលើតម្រូវការអតិថិជនយើងវិភាគទៅលើបញ្ហាដែលយើងជួបមាននៅក្នុងការរកស៊ីរបស់យើងក៏លើកហេតុផលជំរាបទៅអ្នកគ្រូក៏ឲ្យយោបល់មកហាក់ដូចជាទទួលបានការដោះស្រាយចា៎ខ្ញុំមានទឹកលុយឲ្យបងម្នាក់ 100000 រៀលក្នុងกระดาษមួយគឺមានឈ្មោះបងរួចហើយធ្វើម៉េចឲ្យដៃគូដែលយើងនិយាយជាមួយគាត់ហ្នឹងគឺគាត់ត្រូវតែទិញផលិតផលឬក៏សេវាកម្មរបស់យើងអញ្ចឹងលុយ 100000 ដែលយើងមាននៅក្នុងដៃត្រូវធ្វើម៉េចទិញឲ្យអស់មេរៀនថ្ងៃនេះខ្ញុំនឹងចែករំលែកនឹងពាក់ព័ន្ធទៅនឹងបច្ចេកទេសឬក៏របៀបនៃការគិតបែបច្នៃប្រឌិតទៅលើផលិតផលនិងរបៀបគ្រប់គ្រងគម្រោងនឹងដើម្បីឈ្នះក្នុងការលេងហ្គេមព្រឹកមិញទី1យើងដឹងពីគុណតម្លៃរបស់ផលិតផលយើងតើផលិតផលរបស់យើងនឹងឲ្យអតិថិជនប្រើប្រាស់ទៅទទួលបានលទ្ធផលខ្លះហើយមួយទៀតគឺយើងដឹងអតិថិជនគោលដៅរបស់យើងតើយើងគួរលក់ឲ្យអ្នកណាយើងទទួលបានចំណេះដឹងថ្មីច្រើនបងទាក់ទងនឹងការរៀបចំផែនការផលិតផលរបស់យើងមានស្តង់ដារទៅកាន់អតិថិជនរបស់យើងត្រូវធ្វើយ៉ាងណាឲ្យផលិតផលរបស់យើងនឹងកាន់តែមានការអាប់ដេតពីមួយដំណាក់កាលទៅមួយដំណាក់កាលទៅចូលដល់លក្ខណៈស្តង់ដារមួយយើងអាចលក់ក្នុងស្រុកនិងក្រៅស្រុកទោះបីជាខ្ញុំធ្លាប់រៀនពីមុននៅខាងសាកលវិទ្យាល័យក៏ដោយប៉ុន្តែនៅពេលដែលយើងចូលមកម្ដងទៀតគឺយើងដូចរំលឹកមេរៀនថ្មីទៅលើតម្រូវការអតិថិជនយើងវិភាគទៅលើបញ្ហាដែលយើងជួបមាននៅក្នុងការរកស៊ីរបស់យើងអ្វីដែលយើង concern ក្នុងដំណាក់កាលដែលយើងធ្វើនៅវិរវត្តទៅលើផលហ្នឹងហាក់ដូចជាមិនមានភាពច្បាស់លាស់មួយថាតើយើងត្រូវតម្រង់ទិសទៅខាងណាពិតប្រាកដក៏លើកហេតុផលជំរាបទៅអ្នកគ្រូក៏ឲ្យយោបល់មកហាក់ដូចជាទទួលបានការដោះស្រាយចា៎បងនឹងអាចដឹងថាតើបងត្រូវបន្តទៅធ្វើការនវីនវត្តទៅលើផលិតផលបងហ្នឹងទៅផ្នែកជ្រុងណាមួយដើម្បីដាក់ចំគោលដៅអតិថិជនដែលយើងបានកំណត់ហើយដើម្បីដោះស្រាយបញ្ហាដែលយើងកំពុងតែជួបជាមួយអតិថិជនហើយនឹងជាមួយនឹងផលិតផលរបស់យើងចា៎បន្ទាប់ពីបងបានចូលទៅពិភាក្សាមួយនឹងអ្នកគ្រូមកដូចជាអ្នកគ្រូគាត់ឆ្កឹះរំលឹកមួយឲ្យបងយល់ឃើញបង្រៀនអាជីវកម្មយើងអាជីវកម្មរបស់បងត្រូវមានអីបន្ថែមទៀតឥឡូវពេលដែលអ្នកគ្រូគាត់ឲ្យយោបល់មកបងគិតថាបងត្រូវដើរទៅចំណុចណាមួយទៀត